ថ្ងៃនេះនៅអារម្មណ៍បងប្អូននេះមកមើលតម្បែកនៃចការនេះខ្ញុំម្ដងបងប្អូនហើយតម្បែកផ្លែល្អដែរតាបងប្អូននេះនាងខ្ញុំខានមកយូរថ្ងៃហើយក្តាប់ឡើងប៉ុណ្ណាណៃបងប្អូនហើយក្តាប់ឡើងល្មមច្រកឯបងប្អូនហើយនាងខ្ញុំមកនេះធ្វើមកមើលផ្លែហើយមកធ្វើការច្រកផ្លែវាផងបងប្អូនហើយនេះមើលម៉ែកដែលខ្ញុំប្រវៅវាបងប្អូនហើយនេះចេញរឹសឡើងល្អបងប្អូនហើយនេះមកផ្លែគេនេះឡើងល្អហ្មងបងប្អូនថ្ងៃឡើងចាំងឡើងចាំងចំមុខនេះខ្ញុំហ្មងបងប្អូនហើយឥឡូវនេះខ្ញុំធ្វើការមកច្រកតបែកបងប្អូននេះច្រកតបែកជូនបងប្អូនមើលហើយមុនច្រកនេះខ្ញុំកាត់ផ្លែវាចោលខ្លះសិនណាបងប្អូនពីព្រោះថាផ្លែវាច្រើនពេកຕົកទៅវាអត់ល្អទេដល់ពេលអញ្ចឹងនេះខ្ញុំកាត់វាចោលខ្លះហ៎ຕົកទៅល្មមទេកាលណាຕົកច្រើនពេកពេលដែលផ្លែវាធំទៅបងប្អូនវាបាក់មែកដល់ពេលអញ្ចឹងត្រូវខាតបងប្អូនហើយមែកហ្នឹងសិតតែមែកនេះខ្ញុំបំបើបងប្អូនហើយចេញផ្លែសងគ្រប់មែកហ្នឹងបងប្អូននេះខ្ញុំបានធ្វើការបិចអាចុងតបែកនឹងចោលសិនហើយប្រឡេះស្លឹកវានៅជាប់នឹងចេញសិនណាបងប្អូនហើយឲ្យស្អាតបាននឹងខ្ញុំធ្វើការច្រកបងប្អូនពេលដែលធ្វើអញ្ចឹងគឺតបែកនឹងខ្ញុំល្អបងប្អូនហើយអត់មានសត្វតិចសត្វអីធ្វើឲ្យតកើទេបងប្អូនហើយនាងខ្ញុំធ្វើការច្រកបន្តទៀតនេះបងប្អូនហើយមិនដឹងជាច្រកអាណាចោលណៃទេបងប្អូនអើយហើយពើវាក្តាប់ច្រើនពេកហើយដល់ពេលច្រកអត់តន់ទេក្តាប់ឡើងប៉ុណ្ណាណៃអស់ហើយហ្នឹងហើយនាងខ្ញុំអត់បានទៅមើលតបែកអត់គ្រាប់របស់នាងខ្ញុំផងនោះផ្លែខ្លះប៉ុណ្ណឹងក៏ដៃក្មេងទេបងប្អូនអើយរវល់ពេកអត់មានពេលមកច្រកសោះហើយពូជដែលនាងខ្ញុំច្រកហ្នឹងគឺជាពូជគឹមជូបងប្អូនហើយនាងខ្ញុំបានធ្វើការផ្សំមែកបងប្អូនសិតតែផ្លែឡើងគ្រប់មែកទាំងអស់ហើយបើបងប្អូនណាត្រូវការចង់កំងពូជតបែកនេះនាងខ្ញុំមានលក់ជូនណាបងប្អូនហើយនាងខ្ញុំមកចការនេះមិនមកតែឯងទេបងប្អូនអើយបាននាំបងស្រីនាងខ្ញុំមកជាមួយដែរហើយគាត់ធ្វើការជួយច្រកនាងខ្ញុំដែរបងប្អូនគាត់ថាច្រកសាក់ល្មើច្រកកាតអត់ហើយនេះគាត់ធ្វើការច្រកបន្តទៀតដែរហើយគាត់ចេះច្រកឲ្យបងប្អូនអើយគាត់ឡើងជក់ហ្មងនេះមើលឡើងញាប់ដៃហើយពេលវវមកហ្នឹងគឺថាបញ្ញាប់ហើយដល់ពេលបានមកដល់ចការហ្នឹងបងប្អូនហើយភ្លេចបញ្ញាប់បាត់ហើយឃើញផ្លែតបែកច្រើនអានេះក៏នៅអានោះក៏នៅបងប្អូនអើយគាត់ថាអានោះតន់ច្រកផងហ្នឹងអានេះតន់ច្រកផងហ្នឹងអើយបងអើយច្រកមិនតន់ទេផ្លែវាច្រើនហើយត្រូវការប្រញាប់ទៅវិញបងប្អូនហើយនាងខ្ញុំច្រកនេះមេឃក៏រៀងថ្ងៃបន្តិចដែរបងប្អូនហើយគាត់កំពុងច្រកនេះគឺជាពូជគឹមជូដែរបងប្អូនហើយមើលផ្លែចេះនាងខ្ញុំត្រូវការកាត់ចោលសិនណាបងប្អូនចាំច្រកអត់ច្រកយកទាំងអស់ទេផ្លែល្អហើយបងប្អូនហើយធ្វើការបិចចោលដូចមិញណាបិចអាចុងផ្លែតបែកហ្នឹងដូចមិញហ្នឹងហើយធ្វើការច្រកអញ្ចឹងទៀតណាបងប្អូនហើយនាងខ្ញុំអស់អាថងកស៊ូមួយទៀតមានស្នោខាងក្នុងបងប្អូនហើយអានោះងាយស្រួលច្រកជាងបងប្អូនហើយនេះច្រកយូរតែនេះខ្ញុំអស់ទៅបានបង្ហាញឲ្យបងប្អូនមើលបងប្អូនហើយវីដេអូរបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនជម្រាបលា